ខ្ញុំមើលតែងតែគិតថាមន្ទីរពេទ្យនៅក្រៅស្រុកគឺគាត់មានសមត្ថភាពច្រើនដែលអាចមានលទ្ធភាពព្យាបាលអ្នកជំងឺប៉ុន្តែនៅពេលដែលបានផ្លាស់មកដល់មន្ទីរពេទ្យអូរ៉េនដានាងខ្ញុំបានបដូរនៅទស្សនៈថាការពិតមន្ទីរពេទ្យក្នុងស្រុកយើងក៏សម្បូរទៅដោយដុកទ័រដែលមានគុណភាពល្អច្រើនដែរពួកគាត់បានធ្វើការទៅរៀនទៅ train នៅឯស្រុកក្រៅហើយយកចំណេះទាំងអស់ហ្នឹងមកដើម្បីបម្រើប្រជាពលរដ្ឋវិញអញ្ចឹងយើងមិនចាំបាច់ភ័យព្រួយថាលើក្រោយយើងឈឺយើងត្រូវទៅក្រៅស្រុកទៀតទេនាងខ្ញុំឈ្មោះលីណាហើយប្តីរបស់នាងខ្ញុំឈ្មោះ Norman ហើយគាត់ជាសញ្ជាតិអង់គ្លេសចាពីដំបូងឡើយគឺយើងទៅលេងនៅឯខេត្តសៀមរាបហើយគាត់ក៏ចាប់ផ្ដើមឈឺនៅពេលនោះគាត់ឆ្លងជំងឺគ្រុនឈាមហើយយើងក៏ដឹកគាត់ត្រឡប់មកភ្នំពេញវិញដើម្បីទទួលការព្យាបាលនៅ clinic private មួយនៅភ្នំពេញដែរបន្ទាប់ពីការព្យាបាលនៅទីនោះអស់10ថ្ងៃដូចជាមិនឃើញមានអីប្រសើរឡើងទេអញ្ចឹងទៅគេក៏រកឃើញថែមទៀតថាគាត់ក៏គ្រុនពោះវៀនដែរហើយក៏មានការលាកតងសួតអញ្ចឹងទៅហើយយើងក៏ទទួលការព្យាបាលនៅមន្ទីរពេទ្យផ្សេងមួយទៀតហ្នឹងអស់រយៈពេល3សប្តាហ៍ប៉ុន្តែបន្ទាប់ពី3សប្តាហ៍ហ្នឹងទៅឃើញថាជំងឺរបស់គាត់ដូចវិវត្តកាន់តែធ្ងន់ទៅនៅថ្ងៃមួយខាងក្រុមការងារកន្លែងធ្វើការរបស់គាត់ហ្នឹងបានចុះមកសួរសុខទុក្ខគាត់ហើយពេលដែលបានឃើញស្ថានភាពគាត់ផ្ទាល់បែបនេះខាងក្រុមការងារក៏បានសហការជាមួយនឹងខាងមន្ទីរពេទ្យអូរ៉ាន់ដាដើម្បីធ្វើការបញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យអូរ៉ាន់ដាតែម្ដងចាប់គិតពីថ្ងៃដែលគាត់ចូលមកព្យាបាលនៅមន្ទីរពេទ្យអូរ៉ាន់ដាយើងឃើញថាវា3សប្តាហ៍កាលពីដែលគាត់មកចូលដំបូងគឺគាត់មានជំងឺធ្ងន់ខ្លាំងគាត់មកដល់ទីនេះគឺខាងមន្ទីរពេទ្យបានបញ្ជូនគាត់ចូលទៅក្នុងបន្ទប់ ICU ទៅតែម្ដងឃើញថាដុកទ័រនៅក្នុងមន្ទីរពេទ្យអូរ៉ាន់ដាមានការយកចិត្តទុកដាក់ហើយស្វាស្វែងជួយគាត់មែនតែនគ្រប់ការវិនិច្ឆ័យរោគនិងការពិនិត្យមើលគឺមានការពិភាក្សាជាក្រុមយ៉ាងទឹកដល់ដើម្បីជួយសង្គ្រោះគាត់បន្ទាប់ពីការស្នាក់នៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់ ICU បាន10ថ្ងៃឃើញថាគាត់ចាប់ផ្ដើមមានភាពល្អប្រសើរបើតាមការកត់សម្គាល់របស់នាងខ្ញុំពេលដែលបដូរចេញពីបន្ទប់ ICU មកនៅបន្ទប់ធម្មតាយើងខ្ញុំមានអារម្មណ៍ថាលោកគ្រូពេទ្យហើយនិងគិលានុបដ្ឋាយិកាគឺគាត់មានការយកចិត្តទុកដាក់ជាខ្លាំងជាមួយនឹងគ្រួសាររបស់ខ្ញុំបន្ទប់ក៏មានអនាម័យនិងមានផាសុកភាពល្អចាបើថាយើងប្រៀបធៀបទៅសម្រាប់មន្ទីរពេទ្យអូរ៉ាន់ដាហើយនឹងមន្ទីរពេទ្យនៅខាងក្រៅបើសិនជាយើងទៅព្យាបាលនៅខាងក្រៅប្រកបណាស់យើងចំណាយអស់ច្រើនជាងនឹងទៅលើការ transfer ទៅលើការសម្បត្តិយន្តហោះទៅលើការអ្នកបកប្រែអីផ្សេងប៉ុន្តែបើយើងនៅក្នុងមន្ទីរពេទ្យក្នុងស្រុកដូចជាមន្ទីរពេទ្យអូរ៉ាន់ដាខ្ញុំគិតថាតម្លៃប៉ុណ្នេះពួកយើងអាចទទួលយកបានហើយយើងអាចចំណេញពេលវេលាច្រើនទៀតនៅក្នុងការបញ្ជូនអ្នកជំងឺចេញទៅក្រៅស្រុកខ្ញុំក៏សូមអរគុណដល់មន្ទីរពេទ្យអូរ៉ាន់ដាអរគុណដល់ក្រុមដុកទ័រទាំងអស់ហើយនឹងគិលានុបដ្ឋាយិកាដែលបានជួយមើលថែប្តីរបស់នាងខ្ញុំតាំងពីមានជំងឺដ៏ធ្ងន់ឥឡូវចាប់ផ្ដើមទទួលព្យាបាលបានប្រសើរឡើងម្ដងបន្តិចរហូតដល់ថ្ងៃនេះឃើញថាបានល្អមែនទែន